អូខេនេះគឺជាវីដេអូលើកដំបូងដែលខ្ញុំបានធ្វើជាប្លុកដើរលេងចឹងវាមិនសូវល្អទេព្រោះដោយសារតែខ្ញុំមិនមែនជាអ្នកធ្វើវីដេអូ professional ដូចគេហើយក៏មិនមានបំណងនៅក្នុងការធ្វើវីដេអូប្លុកអីនឹងគេដែរគ្រាន់តែធ្វើចង់ទុកមើលលេងទេអូខេចូលមកដល់ខ្ញុំវិញនេះជាលើកដំបូងដូចគ្នាដែលខ្ញុំសាកល្បងជិះរថភ្លើងពីភ្នំពេញទៅលេងខេត្តកំពតបទពិសោធន៍ដែលខ្ញុំទទួលបានគឺបុគ្គលិករាយរាក់ទាក់សេវាកម្មល្អប៉ុន្តែបើអ្នកទាំងអស់គ្នាសួរថាខ្ញុំនឹងជិះរថភ្លើងទៅលេងកំពតទៀតអត់គឺអត់ទេខ្ញុំជ្រើសយកជិះឡានវិញលឿនជាងគ្រាន់តែខ្ញុំជិះលើកដំបូងដើម្បីបទពិសោធន៍ទេអូខេមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាទៅលេងលើកដំបូងហើយអត់មានឡានអត់មានម៉ូតូអញ្ចឹងអ្នកទាំងអស់គ្នាអាចតាក់ទងទៅលេខបងកង់3នេះបានដោយសារតែខ្ញុំជួបគាត់ឲ្យចៃដន្យនៅចំណតរថភ្លើងទេប៉ុន្តែបើនិយាយពីសេវាកម្មដែលយើងទទួលបានពីគាត់វិញគឺល្អគាត់ប្រកែករកកន្លែងដើរហើយគាត់ប្រកែកថតរូបឲ្យយើងស្អាតទៀតចំពោះបទពិសោធន៍ដែលខ្ញុំទទួលបានពីអូតានេះវិញគឺអន់ខ្លាំងមែនទែនបន្ទប់អត់ស្អាតបើសិនតែជាអត់តិចបុគ្គលិកអត់រួសរាយទេអញ្ចឹងខ្ញុំអត់ចង់និយាយប៉ះពាល់ពីអូតាគេទេបន្ទាប់ពី check in បន្ទប់រួចដែរវ៉ាន់ហើយខ្ញុំក៏ជិះកង់3ទៅលេងទឹកឈូពេលដែលខ្ញុំទៅដល់ខែ6ហ្នឹងគឺមេឃរៀងក្តៅប៉ុន្តែចៃដន្យអីខ្ញុំទៅដល់ហ្នឹងវាភ្លៀងអញ្ចឹងវារៀងតិចតិចទៅពេលយើងទៅដល់កន្លែងទឹកឈូហ្នឹងគេនឹងមានកញ្ចោះលក់ម្ហូបញ៉ាំម្ហូបអីបើសិនជាយើងចង់កំងម្ហូបញ៉ាំនៅកន្លែងហ្នឹងក៏បានដែរប៉ុន្តែដោយសារតែខ្ញុំញ៉ាំអីនៅផ្សារកំពតហើយអញ្ចឹងខ្ញុំគ្រាន់តែជួកញ្ចោះគេសម្រាប់អង្គុយលេងឬក៏អ្នកទាំងអស់គ្នាអាចទិញម្ហូបទៅញ៉ាំហើយទៅជួកញ្ចោះគេអង្គុយលេងក៏បានដែរហើយបើសិនជាល្ងាចអ្នកទាំងអស់គ្នាដឹងទៅលេងណាអ្នកទាំងអស់គ្នាអាចទៅលេងនៅកន្លែង Starbucks នៅម្ដុំសេះសមុទ្រនឹងបានដោយសារតែយើងទៅដល់កន្លែងហ្នឹងបើសិនជាយើងទៅដល់ពេលល្ងាចទេសភាពស្អាតហើយមានមនុស្សច្រើនណាស់គេទៅថតរូបលេងកន្លែងហ្នឹងថ្ងៃបន្ទាប់ពេលដែលយើងញ៉ាំអាហារពេលព្រឹករួចយើងក៏ទៅលេងសេះសមុទ្រនឹងដើម្បីថតរូបលេងចឹងទៅហើយតាមការពិតទៅខ្ញុំបានទៅដល់កែបទៀតខ្ញុំបានទៅដល់ផ្សារក្តាមញ៉ាំគ្រឿងសមុទ្រហើយនឹងបានទៅដល់ហាងកាហ្វេនេះរូបភាពដែលខ្ញុំបានផុសហ្នឹងដោយសារតែខ្ញុំទៅដល់ហ្នឹងគឺខ្ញុំភ្លេចថតវីដេអូអញ្ចឹងខ្ញុំក៏ដាក់រូបភាពមុនហ្នឹងអញ្ចឹងទៅហើយពេលដែលយើងទៅដើរលេងកែបហើយយើងក៏មកអូតែវិញហែទឹកលេងទម្រាំដល់ពេលល្ងាចបានយើងទៅដើរលេងនៅភូមិកំពតថ្មីអូនិយាយចឹងពីតម្លៃម្ហូបនៅកំពតវិញសម្រាប់ខ្ញុំគឺតម្លៃអត់សូវថ្លៃទេហើយសូម្បីតែបង្អែមដែលខ្ញុំទិញអស់តែ5000ទេសឹងតែញ៉ាំ3-4នាក់ញ៉ាំអត់អស់ផងហើយនេះគឺជាទស្សនវិជ្ជានៅភូមិថ្មីកំពតបើសិនជាយើងចង់ចូលទៅលេងខាងក្នុងនឹងគេតម្រូវឲ្យយើងទិញសម្បត្តិក្នុងមួយនាក់តម្លៃ10000រៀលប៉ុន្តែយើងអាចយកសម្បត្តិដែលយើងទិញហើយនឹងទៅបដូរជាទឹកកកឈូសឬក៏កាហ្វេទឹកញ៉ាំនៅខាងក្នុងវិញបានពេលដែលយើងចូលទៅដល់ខាងក្នុងហ្នឹងគឺគេមានរៀបចំកន្លែងឲ្យយើងថតរូបស្អាតមែនតើហើយក៏មានជាម៉ូតូទឹកសម្រាប់ឲ្យយើងជួលសម្រាប់ជិះលេងដែរអូខេវីដេអូសម្រាប់ការដើរលេងនៅខេត្តកំពតរបស់ខ្ញុំគឺបានបញ្ចប់ហើយចាំជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើនសំណាងល្អបាយបាយ